prompt គឺជា tool គឺជាភាសាជាឧបករណ៍មួយដែលយើងបញ្ជាក៏យើងប្រើប្រាស់ដើម្បីបញ្ជាវាដូចជាយើង remote ចឹងណាឧទាហរណ៍យើងចង់បើកទូរទស្សន៍យើងត្រូវមាន remote យើងត្រូវមាន tele បញ្ជាវាហើយបញ្ជាវាហ្នឹងឲ្យមាន accurate ឲ្យវាមានត្រឹមត្រូវឲ្យវាត្រឹមត្រូវទៅតាមអ្វីដែលយើងចង់បានណាអូខេមកដល់នេះយើងនឹងសិក្សាតកតទៅទៅនឹងនិយមន័យឬក៏គោលបំណងនៃការប្រើប្រាស់ប្រອບអញ្ចឹងបងពីភាសាមិនអញ្ចឹងសួរខ្ញុំមិនអញ្ចឹងថាអីទៅប្រອບហើយវាមានលក្ខណៈ specific មួយខ្លះអញ្ចឹងយើងមើលនៅក្នុងចំណុចទី1ចំណុចទី1ការប្រើប្រាស់ប្រອບហ្នឹងគឺជា test បាទគឺជាអក្សរដែលផ្ដល់ទៅឲ្យ AI system ដែលមានលក្ខណៈ response specific output នឹងបញ្ចេញនៅទិន្នន័យបាទដែលមកឲ្យយើងបាទហើយវាមានលក្ខណៈជាសំណួរណាវាមានលក្ខណៈជាសំណួរវាមានលក្ខណៈជា instruction បាទជាណែនាំជា guide ហើយឲ្យ AI ហ្នឹងវា generate នៅ information ជាព័ត៌មានតាក់ទងមកឲ្យយើងបាទហើយប្រមវាមានលក្ខណៈពិសេសណាលក្ខណៈពិសេសរបស់វាហ្នឹងគឺវាអន្តរកម្មរវាងបញ្ញាសិប្បនិម្មិតដែលផ្ដល់នៅលទ្ធផលដល់យើងបាទវាមានអន្តរកម្មគ្នាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាបើសិនជាយើងប្រើប្រាស់ប្រមវាអត់គ្រប់ជ្រុងជ្រោយវាអត់បានល្អផ្ដល់ព័ត៌មានមកកាន់ user មកកាន់អ្នកប្រើប្រាស់ហ្នឹងក៏វាទៅតាមនឹងដែរអញ្ចឹងណាបាទទី2យើងនឹងដឹងពីកលឹះសំខាន់បាទការប្រើប្រាស់ប្រອບដោយសារតែកន្លងទៅខ្ញុំជឿថាអ្នកដែលគាត់ចេះបច្ចេកវិទ្យាឬក៏ល្មមនៃបច្ចេកវិទ្យាគាត់ចេះតែប្រើចេះតែប្រើតែពីតែពីចឹងទៅចេះតែវាយទៅចេញមកយើងមិនបានរៀនសូត្រឲ្យបានស៊ីជម្រៅត្រឹមត្រូវហើយចេះតែប្រើវាចេញមកទៅតាមលទ្ធផលដែលវាឲ្យនឹងឯងអញ្ចឹងប្រមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយទៅដល់ AI system ដើម្បីឲ្យគាត់វាយល់អំពី user ដែលប្រើប្រាស់ថាអ្វីដែលជាការទទួលខុសត្រូវឲ្យវាមានលក្ខណៈថា accurate response ហ្នឹងឲ្យវាបានត្រឹមត្រូវអញ្ចឹងវាទាមទារឲ្យយើងប្រើប្រាស់ប្រមនោះឲ្យបានត្រឹមត្រូវហើយមានលក្ខណៈ leverage capacity ដែលវាផ្ដល់ឲ្យណាបាទហើយវាអាចបាទពីវា generate ទៅតាមការបញ្ជារបស់យើងបាទហើយពង្រឹងគេថា effective prompt ហ្នឹងយើងនឹងពង្រឹងឲ្យវាមានអន្តរកម្មរវាងប្រមរបស់យើងជាមួយនឹងAI machine learning ហ្នឹងបាទហើយចុងក្រោយគឺពាក់ព័ន្ធទៅនឹងប្រភេទបងសួរហើយបងសួរមិញថាឥឡូវវាចូលប្រភេទទីខ្លះប្រមហ្នឹងវាអាចដូចយើងសួរចឹងយើងសួរសំណួរអាចសំណួរបិទសំណួរបើកឲ្យបិទចឹងមកឬក៏ជាលក្ខណៈទលំទលាយជាហៅថាបើសិនជាយើងប្រើប្រាស់យើងសួរទៅលក្ខណៈថាបើកបិទសំណួរបើកសំណួរបិទទៅវិញចឹងណាឲ្យជ្រើសរើសកកងចឹងណាវាឆ្លើយមកយើងតាមហ្នឹងណាហើយជាមួយទៀតវាពាក់ព័ន្ធជាមួយនឹងបែប seeking specific information បានន័យថាយើងស្វែងរកព័ត៌មានដែលជាក់លាក់ណាមួយហើយវាពេលដែលវា generate មួយមកឲ្យយើងហ្នឹងវាមានសំណួរឲ្យយើងវាមានសំណួរឲ្យយើងត្រូវសួរយើងទៀតពេលខ្លះសំណួររបស់វាថា
វាត្រូវឲ្យយើងជាសម្រួលវិញដើម្បីបញ្ជាក់ថាចម្លើយដែលវាផ្ដល់ឲ្យហ្នឹងវាគ្រប់គ្រាន់នៅបើសិនជាមិនគ្រប់គ្រាន់ទេយើងត្រូវបន្ថែមឲ្យទៀតដូចយើងមនុស្សចឹងណាតែតើឯងយល់នៅបើថាខ្ញុំមិនយល់បើថាឯងមិនទាន់យល់ខ្ញុំនឹង detail ខ្ញុំលម្អិតស៊ីជម្រៅឲ្យអ្នកឯងទៀតចឹងណាដូចគ្នាចំណុចនេះក៏ដូចគ្នាដែរ